Kem Pavisa ជាម្ចាស់ពានវាអតិវរាមគុណខ្មែរ57គីឡូក្រាមកាលពីប្រកួតនៅក្រុងច្បារមនខេត្តកំពង់ស្ពឺបន្ទាប់មកទីរតាន់ក៏យកពាននេះបានមួយគ្រឿងដែរគឺបានឈ្នះនៅក្នុងវត្តឈូកត្រសាលរស្មីមានជ័យនៅស្រុកសូត្រនិគមខេត្តសៀមរាបអញ្ចឹងពួកគាត់ឈ្នះដំណាក់កាលទី1បន្ទាប់មកគាត់នឹងជួបគ្នាដើម្បីយកពានមួយទៀតពានកញ្ចក់ វាអតិវរាមគុណខ្មែរអញ្ចឹងដំណាក់កាលទី2អ្នកណាបានកាន់ពានកញ្ចក់នេះបាទទើបមានឱកាសឡើងទៅប្រកួតដណ្ដើមយកខ្សែក្រវ៉ាត់បាទអញ្ចឹងបន្ទាប់ពីរកឃើញជើងឯ2វត្តជួបគ្នាយើងរកឃើញជើងឯ2វត្តទៀតជួបគ្នាទៀតធ្វើដូចអញ្ចឹងទៀតរហូតឲ្យបាន8វត្តអញ្ចឹងมันស្មើនឹងរកជើងឯឲ្យបាន4នាក់ដែលជាអ្នកកាន់ពានកញ្ចក់អ្នកកាន់ពានកញ្ចក់គឺឡើងទៅយកខ្សែក្រវ៉ាត់អញ្ចឹងទាញត្រឡប់មកវិញនៅវត្តភ្នំរៀបភូមិស្វាយឧត្តមសង្កាត់ពុនសាំងខណ្ឌព្រែកភ្នៅរាជធានីភ្នំពេញពីរាត្រីជាប់គ្នារាត្រីថ្ងៃអង្គារទី21មានការប្រកួតមិត្តភាពជាច្រើនគូរាត្រីថ្ងៃពុធទី22ខែមេសាមានការប្រកួតមិត្តភាពជាពិសេសគឺការស្វែងរកម្ចាស់ជើងឯកពានកញ្ចក់ វាអតិវរាមគុណខ្មែររវាងខេមផាវិសាលជាមួយនឹងទីរតាន់ថាបានទៅលើកីឡាកររូបណាក្នុងដំណើរឆ្ពោះទៅរកម្ចាស់ខ្សែក្រវ៉ាត់ វាអតិវរាមគុណខ្មែរ57គីឡូក្រាមខ្ញុំសូមជម្រាបរឿងមួយបងប្អូនសុកសែនដែលជាម្ចាស់ខ្សែក្រវ៉ាត់ វាអតិវរាមគុណខ្មែររដូវកាលមុនកំពុងធ្វើប៉ាសពតត្រៀមចេញដំណើរទៅប្រកួតនៅក្រៅប្រទេសដោយ Super Fight បានសន្យា